បាទគ្រប់ជំរាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានស្ដាប់នៅក្នុងកម្មវិធីដេកស្ដាប់ Podcast នៅក្នុងវគ្គនេះខ្ញុំនឹងអានអំណានមួយចេញពីសៀវភៅនិទានប្រាជ្ញាដែលនៅក្នុងនិទានប្រាជ្ញានេះនឹងមានជាសាច់រឿងលាយឡំជាមួយនឹងអត្ថន័យបង្កប់ហើយខ្ញុំគិតថានេះជាធនធានមួយដែលល្អសម្រាប់បងប្អូនស្ដាប់ព្រោះបងប្អូនស្ដាប់វីដេអូនេះនៅក្នុងពេលដែលបងប្អូនសម្រាកឬក៏គេងអញ្ចឹងវាជួយទៅកាន់បងប្អូនជួយឲ្យបងប្អូនឆាប់គេងលក់ផងមួយទៀតបងប្អូនស្ដាប់នឹងទទួលបានចំណេះដឹងជាមួយនឹងសាច់រឿងហើយនឹងអត្ថន័យបង្កប់នៅក្នុងសាច់រឿងនោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរចង់ដឹងថាសាច់រឿងនីមួយៗមានអត្ថន័យបង្កប់យ៉ាងណាសូមតាមដានស្ដាប់ជាមួយនឹងខ្ញុំបាទទាំងអស់គ្នារឿងស៊ីសាច់កូនខ្លួនឯងលើយ៉ាងជាមេតបដ៏ខ្លាំងពូកែម្នាក់នៃនគរវើយក្នុងព្រះរាជអង្គម្ចាស់វិនហៅគ្រប់គ្រងប្រទេសគេជាមេតបដែលបានដឹកនាំកងកម្លាំងឆ្លងកាត់នគរជើទៅវាយនគរចុងសានគេបានពង្រាយកងទ័ពឡោមព័ទ្ធនគរចុងសានយ៉ាងណែនណាន់តាន់តាប់អ្នកដឹកនាំរបស់នគរចុងសានអស់តម្រេះមិនអាចទប់ទល់បានគេក៏រកមធ្យោបាយចាប់កូនប្រុសរបស់លើយ៉ាងយកមកព្យួរនិងខ្លោងទ្វារមាត់ច្រកចូលនគរខ្លួនព្រមទាំងប្រកាសថាលុះត្រាតែលើយ៉ាងព្រមដកតបចេញទើបគេព្រមដោះលែងកូនរបស់ខ្លួនមកវិញសំឡេងរបស់កូនប្រុសលើយ៉ាងស្រែកដង្ហោយ៉ាងក្រលួចគួរឲ្យអាសូរពួកមេតបដតីព្រមទាំងពលទាហាននាំគ្នាសម្លឹងមើលទឹកមុខរបស់លើយ៉ាងតែគេពុំឃើញមានភាពខុសប្រក្រតីអ្វីឡើយគេនៅតែបញ្ជាឲ្យកងទ័ពឲ្យវាយសម្រុកគ្មានសំចៃជាបន្តទៀតស្ដេចនគរចុងសានទ្រង់ក្រេវក្រោធជាខ្លាំងព្រះអង្គបានបញ្ជាឲ្យគេយកកូនរបស់លើយ៉ាងទៅប្រហារជីវិតព្រមទាំងផ្លេះសាច់ចិញ្ច្រាំឲ្យល្អិតស្ងោរឲ្យឆ្អិនហើយយកទៅប្រគល់ឲ្យលើយ៉ាងនៅឯសមរភូមិដើម្បីបំបាក់ទឹកចិត្តលើយ៉ាងដែលបានវាយប្រហារមកលើនគររបស់ខ្លួនប៉ុន្តែលើយ៉ាងមិនបានសោកស្ដាយឬខូចចិត្តអ្វីទាំងអស់គេបែរជាហ៊ានបរិភោគសាច់កូនរបស់ខ្លួនឯងអស់មួយចានទៀតផងប្រជារាស្ត្រនគរចុងសានបានមើលឃើញពីចេតនាដ៏មុតស្រួចរបស់លើយ៉ាងដូច្នោះគេនាំគ្នាផិតភ័យជ្រួលច្របល់ឯកងទ័ពកាន់តែភ័យស្លន់ស្លោខ្លាំងឡើងទីបំផុតលើយ៉ាងក៏បញ្ជាកងទ័ពរបស់ខ្លួនវាយលុកយកនគរចុងសានតលតែបានសម្រេចក្រោយពីទទួលបានជ័យជំនះនោះមកមហាក្សត្រវិនហៅនៃនគរវើយទ្រង់បានប្រទានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់លើយ៉ាងប៉ុន្តែចាប់ពីពេលនោះមកព្រះអង្គក៏លែងមានការទុកចិត្តចំពោះលើយ៉ាងផងដែរព្រោះគេមាននិស្ស័យជាមនុស្សខូខើសូម្បីតែសាច់ខ្លួនកូនឯងក៏គេហ៊ានស៊ីដោយសារតែចង់បានលៀបសក្ការៈតើថ្ងៃខាងមុខថ្ងៃក្រោយគេនឹងនឹកឃើញរឿងអ្វីខ្លះជាបន្តតទៅទៀតនេះគឺជាអត្ថន័យដែលបានបកស្រាយនៅក្នុងសាច់រឿងនេះគឺបែបដូចនេះកាលពីដំបូងលើយ៉ាងជាប្រជារាស្ត្ររបស់នគរចុងសានប៉ុន្តែក្រោយមកគេក៏ត្រឡប់ទៅជាស្មោះស្ម័គ្រជាមួយនឹងស្ដេចនគរវើយទៅវិញហើយបានទទួលតំណែងជាមេតបនគរវើយទៀតហើយធ្វើជាឆ្កែបម្រើនគររបស់គេនេះគឺជាភាសាដែលគេតែងតែប្រើនៅក្នុងសម័យហ្នឹងបន្ទាប់មកក៏វាយប្រហារមកលើនគរកំណើតរបស់ខ្លួនឯងទៅវិញអញ្ចឹងមានន័យថាលើយ៉ាងហ្នឹងគឺជា
រាជនគរចុងសានទេហើយការដែលគេហ៊ានស៊ីសាច់ខ្លួនឯងគឺដើម្បីផ្គប់ផ្គុនឲ្យស្ដេចនគរវើយមានទំនុកចិត្តមកលើខ្លួនថាខ្លួននឹងគឺជាអ្នកដែលមានភក្ដីភាពចំពោះព្រះអង្គដែលសូម្បីតែកូនប្រុសខ្លួនឯងក៏គេមិនស្ដាយដែរប៉ុន្តែជាលទ្ធផលវាផ្ទុយស្រឡះនឹងអ្វីដែលគិតគឺស្ដេចនគរវើយត្រឡប់ជាលែងទុកចិត្តនឹងគេទៅវិញសំណួរសួរថាហេតុអ្វីបានជាស្ដេចមិនទុកចិត្តលើយ៉ាងទៅវិញការវិវត្តរបស់វត្ថុផងទាំងពួងតែងតែមានក្រិតក្រមរបស់វានៅពេលណាហួសក្រិតក្រមវានឹងហុចលទ្ធផលផ្ទុយមកកាន់យើងវិញការស៊ីសាច់កូនខ្លួនឯងរបស់លើយ៉ាងគឺជារឿងដែលហួសហេតុហួសក្រិតក្រមនៅក្នុងភាពជាមនុស្សហេតុនេះទើបបនគរវើយទ្រង់ព្រះតម្រេះថាទោះបីជាគេមានគុណបំណាច់ចំពោះខ្លួនយ៉ាងណាក៏ដោយតែគេជាមនុស្សដែលមានចិត្តខូខើគួរឲ្យខ្លាចខុសពីមនុស្សធម្មតាដូច្នេះមនុស្សរបៀបនេះមនុស្សរបៀបលើយ៉ាងនេះគេមិនអាចទុកចិត្តបានទៀតទេនេះគឺជាការបកស្រាយរបស់គេគឺថាប្រសិនបើយើងធ្វើអ្វីមួយលើសល្បត់នៃភាពជាមនុស្សនោះលទ្ធផលក៏មិនមែនល្អមកកាន់យើងវិញដែរនេះគឺគេឲ្យយើងគិតអំពីតម្លៃរបស់មនុស្សគឺចេះឲ្យតម្លៃទៅកាន់មនុស្សលើយ៉ាងមិនបានឲ្យតម្លៃមិនស្ដាយនៅជីវិតកូនខ្លួនឯងទេដើម្បីតែបានទ្រព្យសម្បត្តិដើម្បីតែបានលាភសក្ការៈមុខមាត់នេះគឺកាន់តែធ្វើឲ្យគេមិនទុកចិត្តគាត់គឺគេឲ្យគាត់តែអ្វីដែលគាត់បានជួយដំបូងបន្ទាប់មកគឺគេលែងទុកចិត្តគាត់កាត់គាត់ចោលនេះឲ្យយើងគិតមើលឡើងវិញនៅក្នុងជីវិតរបស់យើងតើយើងគួរធ្វើបែបណាប្រព្រឹត្តបែបណារស់នៅបែបណាឲ្យត្រឹមត្រូវនៅក្នុងបរិបទសង្គមនិងក្នុងនាមខ្លួនឯងជាមនុស្សចឹងខ្ញុំសង្ឃឹមថាសាច់រឿងទី1នេះនឹងជាការអប់រំមួយទៅកាន់លោកអ្នកបងប្អូនខ្ញុំនឹងនិទាននៅសាច់រឿងមួយទៀតសាច់រឿងទី2ដែលមានចំណងជើងថាផ្ទះបាយខាងលិចដេកផ្ទះបាយខាងកើតសាច់រឿងម្ដងទៀតផ្ទះបាយខាងលិចដេកផ្ទះខាងកើតចឹងចង់ដឹងសាច់រឿងនេះមានអត្ថន័យយ៉ាងណាហើយនឹងន័យបង្កប់យ៉ាងដូចម្ដេចតាមដានស្ដាប់ជាមួយនឹងខ្ញុំមានស្រីស្អាតនគរឈីម្នាក់ដល់ពេលពេញរូបពេញរាងត្រូវមានគូស្រករក៏មានបរិស2នាក់ចូលមកស្ដីដណ្ដឹងបរិសម្នាក់នៅផ្ទះខាងលិចមានរូបរាងអាក្រក់កន្ទឿអុកតែមានទ្រព្យសម្បត្តិច្រើនឯបរិសម្នាក់ទៀតនៅផ្ទះខាងកើតមានរូបរាងស្អាតបាតតែក្រគ្មានទ្រព្យសម្បត្តិអ្វីទេឪពុកម្ដាយគិតចុះគិតឡើងមិនដាច់ស្រេចមិនដឹងថាតើនឹងត្រូវលើកកូនស្រីទៅឲ្យអ្នកណាគាត់ហៅកូនឲ្យមកសម្រេចចិត្តដោយខ្លួនឯងពេលដែលឃើញកូននៅអឹមអៀនអង្គុយអោនមុខមិនព្រមនិយាយគាត់ក៏និយាយឡើងថាបើកូនឯងខ្មាស់មិនហ៊ាននិយាយត្រង់កូនឯងគ្រាន់តែលើកដៃអាវឲ្យក៏បានដែរគឺបើយកផ្ទះខាងកើតឲ្យលើកដៃអាវខាងស្ដាំហើយបើយកផ្ទះខាងលិចឲ្យលើកដៃអាវខាងឆ្វេងឡើងស្រីស្អាតអង្គុយគិតមួយស្របក់លើកដៃអាវទាំងសងខាងឪពុកម្ដាយនឹកចម្លែកក្នុងចិត្តគាត់សួរថាបានន័យថាម៉េចកូននោះក៏ឆ្លើយខ្ញុំនាងនិយាយទាំងអៀនខ្មាស់ខ្ញុំចង់ស៊ីបាយផ្ទះខាងលិចតែទៅដេកនៅផ្ទះខាងកើតតើអត្ថន័យនេះមានន័យដូចម្ដេចហើយនេះគឺជាការបកស្រាយរបស់គេមានសុភាសិតចិនមួយគេថាស៊ីបាយផ្ទះខាងលិចដេកផ្ទះខាងកើតគឺបានមកពីរឿងនិទាននេះដែលចង់បញ្ជាក់ពីក្តីលោភលន់និងការឃើញតែប្រយោជន៍ផ្ទាល់ខ្លួនរបស់មនុស្សយើងតែងតែដាស់តឿនមនុស្សថា
កំបីមានចិត្តលំអៀងនោះក៏ដោយសារតែក្តីលំអៀងវាឆ្លោះបញ្ចាំងឲ្យឃើញពីភាពអាត្មានិយមឬធ្វើអ្វីដើម្បីតែការពារប្រយោជន៍របស់ខ្លួនឯងឬដើម្បីការពារមុខមាត់របស់ខ្លួនឯងជាដើមហើយការដែលយកទាំងសងខាងដោយមិនបែងចែកឲ្យដាច់ស្រេចរវាងខុសឬត្រូវគឺជារឿងដែលពុំមានគោលការណ៍ត្រឹមត្រូវសម្រាប់ស្រីស្អាតម្នាក់នេះនាងត្រូវការទាំងទ្រព្យសម្បត្តិនិងរូបសម្បត្តិសម្រាប់ជាប្រយោជន៍របស់ខ្លួនឯងដែលចាត់ទុកថាជាមនុស្សចេះជ្រុលនឹងឯងចឹងយើងឃើញនៅក្នុងអត្ថន័យរឿងនេះជាការអប់រំអំពីចិត្តរបស់មនុស្សដែលលំអៀងហើយចង់បានអ្វីដែលប្រកបចិត្តខ្លួនឯងតែមកកាន់ខ្លួនឯងទេតាមសាច់រឿងយើងឃើញថាបរិសម្នាក់ដែលកទឿអុកគាត់អាក្រក់ប៉ុន្តែគាត់មានទ្រព្យសម្បត្តិច្រើនអ្នកទៀតនៅផ្ទះខាងកើតគាត់ស្អាតប៉ុន្តែក្រមានទ្រព្យសម្បត្តិអញ្ចឹងស្រីស្អាតម្នាក់ហ្នឹងគាត់រើសយកទាំងពីរបង្ហាញពីភាពលោភលន់របស់គាត់ចង់បានទ្រព្យសម្បត្តិផងហើយគាត់ចង់បានបរិសដែលជាប្តីហ្នឹងមានរូបរាងស្អាតបាតផងចឹងខ្ញុំគិតថានៅក្នុងជីវិតរបស់យើងត្រូវការជ្រើសរើសมันអាចធ្វើទាំងពីរបានទេជាពិសេសគឺការមានគូសកលពិតមែនមនុស្សអាត្មានិយមតែងតែគិតធ្វើមិនចង់បានមិនឲ្យតែតាមចិត្តខ្លួនឯងប៉ុណ្ណោះប្រសិនបើយើងគិតមកខាងទៀតទៅកាន់បរិសទាំងពីរគឺបើសិនរៀបការជាមួយនឹងស្ត្រីហ្នឹងស្រីស្អាតម្នាក់ហ្នឹងនឹងមានផ្លូវចិត្តប៉ះទង្គិចគ្នាបែបណាប្រពន្ធខ្លួនឯងទៅផ្ទះប្តីអ្នកមានដើម្បីបានទៅទ្រព្យសម្បត្តិទេបរិសដែលជាអ្នកមាននេះគឺគាត់នឹងពិបាកចិត្តដោយសារប្រពន្ធមិនស្រឡាញ់តែទ្រព្យសម្បត្តិហើយប្រពន្ធទៅដេកនៅជាមួយនឹងបរិសអ្នកក្រនោះវិញបរិសអ្នកក្រនោះក៏គ្នាមានចិត្តថាអៀនខ្មាស់ខ្លួនឯងមានចិត្តថាយើងហៅថាតូចចិត្តឬក៏មានកូនចិត្តមួយអាណិតដែរព្រោះថាប្រពន្ធខ្លួនឯងទៅនៅទៅដេកស៊ីនៅនោះហើយប៉ុន្តែមករួមរស់ជាមួយនឹងខ្លួនទៅវិញខ្ញុំគិតថារឿងនេះជាឧទាហរណ៍ល្អបំផុតជួយយើងកុំឲ្យយើងសម្រេចចិត្តកុំឲ្យយើងមានភាពអាត្មានិយមគិតតែពីខ្លួនឯងគូគិតពីអារម្មណ៍អ្នកដទៃនៅពេលដែលយើងធ្វើការសម្រេចចិត្តអ្វីមួយជានេះគឺជារឿងទី2ហើយខ្ញុំនឹងនិទានរឿងមួយទៀតដែលមានចំណងជើងថាភ្នំធំអៀនសានសំទោសបាទចំណងជើងរឿងនេះគឺថ្មភ្នំអៀនសានចឹងប្រសិនជាបងប្អូនចង់ដឹងពីអត្ថន័យនៃសាច់រឿងនេះនិងន័យបង្កប់យ៉ាងណាសូមតាមដានជាមួយនឹងខ្ញុំនៅក្នុងនគរសង្ឃមានបរិសល្ងងម្នាក់បានទៅរើសយកដុំថ្មដែលមានពណ៌និងក្រឡាល្អស្រស់មួយដុំពីលើភ្នំអៀនសានដោយគិតតែម្នាក់ឯងថាថ្មនេះជាថ្មដ៏មានតម្លៃនិងពិបាករកណាស់ពេលដែលមកដល់ផ្ទះគេយកក្រណាត់សូត្រពណ៌ក្រហមមករុំថ្មនោះជាស្រទាប់ចំនួន10ជុំហើយនៅមិនអស់ចិត្តទៀតក៏ធ្វើហឹបឈើឆ្លាក់យ៉ាងស្អាតយកមកដាក់ជាបន្តចំនួន10ជាន់ដូចគ្នាដែរថ្ងៃចុងក្រោយមកមានអ្នកជំនួញខាងត្បូងថ្មម្នាក់មកពីនគរជ័យបានមកទទួលដំណឹងនេះគេក៏សុំមើលថ្មមានតម្លៃរបស់នគរសង្ឃនោះដើម្បីបង្ហាញឲ្យគេឃើញថាថ្មនោះពិតជារបស់វិសេសវិសាលអស្ចារ្យពិតមែនបរិសជាម្ចាស់បានរៀបចំពិធីយ៉ាងអធិកអធមជាមុនសិនមុននឹងបើកថ្មនោះឲ្យគេមើលឯខ្លួនឯងជាម្ចាស់ក៏ត្រូវមុជទឹកជំរះខ្លួនប្រាណស្លៀកពាក់សំពត់អាវនិងមួកស្អាតបាតដើម្បីលើករាសីរួចហើយទើបគេចាប់ផ្ដើមបើក
នឹងលើកយកថ្មចេញមកយ៉ាងថ្នមដោយបើកហឹបឈើម្ដងមួយតម្រុំតែនឹងអស់ទើបគេក៏ចាប់ផ្ដើមស្រាយក្រណាត់ម្ដងមួយជាន់ទំនងជារបស់អស្ចារ្យសម្បើមណាស់ពេលឃើញដុំថ្មនោះហើយអ្នកជំនួញនឹកហួសចិត្តហើយសើចប្រាប់មកបរោះថ្មជាម្ចាស់ថ្មនោះថានេះគ្រាន់តែជាថ្មមួយដុំប៉ុណ្ណោះវាមិនខុសអីពីថ្មដែលគេយកមកក្រាលធ្វើថ្នល់ហើយវាពុំមែនជារបស់ដែលមានតម្លៃអ្វីឡើយឮដូច្នោះម្ចាស់ថ្មមានកំហឹងជាខ្លាំងគេយល់ថាអ្នកនោះមានចិត្តច្រណែនដោយសារតែខ្លួនបានមានរបស់មានតម្លៃគេព្យាយាមដៀលថ្មេះរិះគន់ទៅលើអ្នកជំនួញរូបនោះហើយក៏នៅតែខិតខំលើកដំកើងថ្មមួយដុំនោះកាន់តែខ្លាំងឡើងជាងមុនទៅទៀតបាទរឿងនេះមានអត្ថន័យបង្កប់យ៉ាងដូចនេះនេះជាការបកស្រាយរបស់គេក្រណាត់សូត្រ10សតប់ហឹប10ជាន់ក៏នៅតែមិនអាចធ្វើឲ្យដុំថ្មคล้ายទៅជាត្បូងពេជ្របានដែរក្នុងសង្គមយើងមានរឿងបែបនេះច្រើនណាស់មនុស្សដែលមានគុណសម្បត្តិពិតប្រាកដវាអាស្រ័យនៅលើបេះដូងបរិសុទ្ធជាតម្លៃរបស់ខ្លួនมันអាចកលៃទៅតាមសម្បកក្រៅបានឡើយមាសសុទ្ធវាមានធាតុមាសរបស់វាចំណែកអ្វីដែលមិនមែនជាមាសទោះបីជាគេខំកលៃខំតុបតែងលើកដំកើងយ៉ាងណាក៏ដោយមុខមាត់ពិតរបស់វាត្រូវតែបង្ហាញឲ្យឃើញទោះឆាប់ឬយូរមនុស្សនឹងនាំគ្នាស្អើចចំអកដោយបរោះម្ចាស់ថ្មជាដដែលចឹងនៅក្នុងសាច់រឿងនេះយើងឃើញពីទស្សនៈរបស់មនុស្សខុសពីគ្នាទស្សនៈរបស់ម្ចាស់ថ្មគាត់មើលឃើញថាថ្មនឹងមានតម្លៃសម្រាប់គាត់ប៉ុន្តែគាត់អត់បានគិតថាអ្នកដទៃនឹងឃើញថ្មនឹងមានយ៉ាងណាទេហើយគាត់ក៏មិនបានសួរនាំទៅកាន់ទស្សនៈអ្នកដទៃដែរគាត់គិតតែមកជ្រុងទៅកាន់គំនិតរបស់គាត់នេះគឺជាបញ្ហាដែលយើងគួរតែដោះស្រាយមកកាន់ខ្លួនយើងជាពិសេសនៅពេលដែលយើងឃើញទស្សនៈយើងប្រើទស្សនៈយើងមើលទៅកាន់អ្នកដទៃអត់បានគិតពីភាពជាក់ស្ដែងឬក៏ភាពពិតនៃការដែលយើងគិតទៅលើនឹងឧទាហរណ៍យើងគិតពីមនុស្សបែបហ្នឹងទស្សនៈយើងឃើញមនុស្សបែបហ្នឹងប៉ុន្តែភាពពិតជាក់ស្ដែងគាត់ជាមនុស្សផ្សេងទេយើងមើលតែមួយជ្រុងទេនេះជាបញ្ហាដែលយើងត្រូវដោះស្រាយហើយនេះមិនមែនជាបញ្ហាតែមនុស្សទូទៅទេគឺបញ្ហាសម្រាប់មនុស្សទាំងអស់រួមទាំងខ្ញុំដែរពេលខ្លះខ្ញុំមើលទៅកាន់មនុស្សម្នាក់ហ្នឹងដោយកំណត់ទៅកាន់គាត់គឺមានចរិតលក្ខណៈបែបនេះទៅតាមទស្សនៈដែលខ្ញុំគិតប៉ុន្តែខ្ញុំមិនបានមើលគាត់នៅក្នុងទស្សនៈផ្សេងមួយទៀតទេខ្ញុំមើលគាត់ទៅកាន់ទស្សនៈដែលខ្ញុំគិតខ្ញុំវាយតម្លៃគាត់តាមអ្វីដែលខ្ញុំគិតគឺធ្វើឲ្យខ្ញុំស្អប់គាត់អត់ចូលចិត្តគាត់ឬក៏មើលទៅកាន់គាត់អត់សូវមានតម្លៃដោយសារយើងមើលឃើញតែមួយជ្រុងដូច្នេះរឿងនេះយើងលើកទឹកចិត្តយ៉ាងណាគឺយើងត្រូវការចេះបើកគំនិតយើងទស្សនៈយើងឲ្យធំទូលាយមើលទៅកាន់អ្វីមួយឲ្យធំទូលាយកុំមើលតែមួយជ្រុងកុំមើលតែទស្សនៈរបស់យើងកុំប្រកាន់តែលើទស្សនៈខ្លួនឯងត្រូវរៀនទទួលទស្សនៈគេមកដែរបើសិនគេនិយាយសេចក្តីពិតមកកាន់យើងនិយាយការពិតមកកាន់យើងថាយើងខុសយើងគួរតែទទួលស្គាល់គួរតែទទួលធនធានទទួលinput ដែលគេឲ្យមកកាន់យើងនឹងហើយបន្តអភិវឌ្ឍខ្លួនឯងនេះជាសាច់រឿងមួយដែលល្អមែនទែនខ្ញុំស្រឡាញ់រឿងនេះមែនទែនខ្ញុំសង្ឃឹមថាបងប្អូនស្រឡាញ់រឿងនោះដែរនៅសាច់រឿងបន្តទៀតនេះគឺមានចំណងជើងថាអមោវិជ្ជាចំណងជើងអមោវិជ្ជាអញ្ចឹងកុំឲ្យខាតពេលវេលាយូរចង់ដឹងថាសាច់រឿងយ៉ាងណាហើយអត្ថន័យបង្កប់នៅក្នុងសាច់រឿងនឹងយ៉ាងម៉េចខ្លះតាមដានស្ដាប់ជាមួយនឹងខ្ញុំមានបរិសម្នាក់បានផ្សាយលិខិតមួយច្បាប់មកថ្វាយស្ដេចនគរអៀន
ថាគេនឹងបង្រៀនពីតម្រាអមោវិជ្ជាឬវិជ្ជាដែលធ្វើឲ្យមានអាយុយឺនយូរមិនចេះស្លាប់ថ្វាយដល់ព្រះអង្គស្ដេចនគរអៀនទ្រង់សពព្រះតីពេញចិត្តជាខ្លាំងព្រះអង្គទ្រង់ត្រាស់ចាត់បញ្ជូនមនុស្សឲ្យទៅរៀនជាបន្តពេលដែលគេបញ្ជូនឲ្យទៅរៀននោះធ្វើដំណើរទៅដល់បរោះដែលជាម្ចាស់ក្បួនតម្រាក៏ស្លាប់មុនបាត់ទៅគេក៏វិលត្រឡប់មកវិញទាំងក្តីអស់សង្ឃឹមស្ដេចនគរអៀនទ្រង់ព្រះពិរោធខឹងជាខ្លាំងហើយព្រះអង្គទ្រង់មានបន្ទូលថាមកពីអ្នកដែលទៅរៀននោះធ្វើដំណើរយឺតពេកទើបបានជាទៅរៀនមិនតាន់ព្រះអង្គក៏បញ្ជាឲ្យគេយកបរិះនោះទៅប្រហារជីវិតចោលបាត់ទៅរឿងនេះបញ្ជាក់ថាស្ដេចនគរអៀនមិនបានទ្រង់តម្រេះអំពីការពិតដែលថាខ្លួនព្រះអង្គត្រូវបានគេបោកប្រាស់នេះទេបែរជាទៅសម្លាប់អ្នកដែលមិនដឹងអីទៅវិញហើយអត្ថន័យនៅក្នុងសាច់រឿងនេះបង្កប់គឺយ៉ាងនេះប៉ុន្តែមុននឹងខ្ញុំប្រាប់ពីអត្ថន័យអានអត្ថន័យខ្ញុំចង់បញ្ជាក់ពីពាក្យថាអមៈឬក៏អមៈវិជ្ជាហ្នឹងអមៈហ្នឹងគឺប្រែថាទេវតាឬក៏មិនចេះស្លាប់ក្រស្លាប់ជាដើមអញ្ចឹងទៅអញ្ចឹងគឺអមៈវិជ្ជាដែលជួយឲ្យអាយុយឺនយូរមិនចេះស្លាប់ការដែលបរិះអ្នកបង្រៀនត្រូវស្លាប់មុនពេលបង្រៀននោះគឺជាការបញ្ជាក់ថាគេជាមនុស្សបោកប្រាស់តែស្ដេចនគរអៀនមិនបានព្រះតម្រេះអំពីរឿងនេះនោះទេបែរជាទៅដាក់ទោសអ្នកដែលគ្មានដឹងអីទៅវិញមនុស្សយើងមួយចំនួនក៏ដូចនោះដែរខ្លះត្រូវចាញ់បោកគេដោយសារតែភាពល្ងងខ្លួនឯងតែបែរត្រឡប់ទៅជាទម្លាក់កំហុសទៅលើអ្នកផ្សេងភ្នែកឯងមើលមិនឃើញតែភ្នែកអ្នកដទៃប្រៀបដូចជាក្សត្រនគរអៀនក្នុងរឿងនេះអញ្ចឹងហើយពេលខ្ញុំគិតទៅបានដឹងថារឿងនេះក៏ប្លែកដែរបរិះម្នាក់ដែលថាបង្រៀនស្ដេចចេះវិជ្ជាអាយុអមតៈអាយុយឺនយូរគាត់មុននឹងបង្រៀនមុននឹងសិស្សទៅរៀនពីគាត់នឹងគាត់ស្លាប់បាត់ប៉ុន្តែស្ដេចបែរជាបន្ទោសទៅកាន់អ្នកទៅរៀននឹងវិញព្រោះមិនតែបើសិនយើងគិតមើលបើសិនគាត់ចេះវិជ្ជាជីវិតអមតៈមែនហេតុអីបានគាត់ស្លាប់ជាងស្ដេចអត់បានគិតពីចំណុចហ្នឹងបែរជាគិតថាអ្នកដែលទៅរៀននឹងយឺតបានជាធ្វើឲ្យបរោះដែលជាគ្រូបង្រៀននឹងស្លាប់មុនបង្រៀនបាត់គិតរឿងនេះមានអត្ថន័យផងហើយក៏ប្លែកបន្តិចដែរអញ្ចឹងសាច់រឿងបន្តនេះមួយទៀតជារឿងចុងក្រោយដែលខ្ញុំនឹងនិទានគឺមានចំណងជើងថាឃើញដោយភ្នែកចឹងចង់ដឹងសាច់រឿងមានអត្ថន័យយ៉ាងណាបើតាមដានស្ដាប់ជាមួយនឹងខ្ញុំកាលគ្រាមួយខុងជឺត្រូវធ្វើដំណើរទៅតាមនគរផ្សេងនិងត្រូវសម្រាកតាមផ្លូវនៅចន្លោះព្រំប្រទល់នគរឈិននិងនគរសៃដែលចៃដន្យស្បៀងដែលដាក់មកតាមខ្លួនត្រូវអស់រលីងឯស្លឹកឈើព្រៃដែលនឹងអាចយកមកបរិភោគក៏មិនសូវមានកន្លងទៅ7ថ្ងៃគេនៅតែមិនទាន់បានបាយចូលពោះមួយគ្រាប់សោះសូម្បីតែមួយពេលក៏គ្មានដែរដោយអស់កម្លាំងខ្លាំងពេកគាត់ក៏សម្រាកលង់លក់ទាំងកណ្ដាលថ្ងៃនោះទៅអៀនហ៊ុយធ្វើដំណើរទៅសុំអង្ករពីអ្នកស្រុកបានបន្តិចយកមកដាំបាយត្រៀមទុកសម្រាប់ឲ្យខុងជឺបរិភោគពេលដែលបាយរៀបនឹងឆ្អិនខុងជឺបានក្រឡេកឃើញអៀនហ៊ុយដួសយកមកចុកមាត់ខ្លួនឯងមួយម៉ាត់តែគាត់ធ្វើពើជាមើលមិនឃើញមួយសន្ទុះក្រោយមកបាយឆ្អិនអៀនហ៊ុយក៏លើក
យកមកឲ្យគាត់ពិសាខុងជឺងើបឡើងពោលថាថ្ងៃនេះយើងយល់សពឃើញខ្មោចឪពុកប្រសិនបើបាយយើងនេះស្អាតបរិសុទ្ធយើងចង់យកទៅសែនឲ្យគាត់បន្តិចអ៊ីនហ៊ុយក៏ឆ្លើយប្រកែកជាបន្តថាមិនបានទេលោកគ្រូអំបាញ់មិញនេះមានកំទេចវល្លិធ្លាក់ចូលទៅក្នុងឆ្នាំងខ្ញុំដួសវាចេញមកនឹកឃើញថាវាចោលទៅវាស្ដាយទើបខ្ញុំហូបវាតែម្ដងទៅហេតុនេះបាយរបស់យើងមិនបានស្អាតបរិសុទ្ធល្អទេក្រោយពីស្ដាប់ឮដូច្នោះខុងជឺក៏ពោលថាអ្វីដែលយើងជឿគឺភ្នែកតែយើងមិនអាចជឿទៅលើភ្នែកគ្រប់យ៉ាងទាំងអស់បានឡើយអ្វីដែលយើងជឿបានគឺចិត្តរបស់យើងតែទោះជាយ៉ាងណាក៏ដោយយើងមិនអាចជឿវាទាំងអស់បានដែរសិស្សទាំងអស់គ្នាចូលចាំឲ្យជាក់ថាការស្វែងយល់ពីមនុស្សម្នាក់មិនមែនជារឿងងាយនោះទេនេះគឺជាការបកស្រាយដែលគេបានកត់ចុះពាក្យសម្ដីរបស់ខុងជឺយោងទៅលើហេតុផលដែលថាអ្វីដែលយើងទទួលដោយភ្នែកត្រចៀកច្រមុះមាត់នោះទោះបីវាជាការទទួលដឹងដោយផ្ទាល់អំពីវត្ថុផងទាំងពួងក៏ដោយតែវាមិនមែនជាអ្វីដែលយើងត្រូវជឿទាំងអស់នោះទេការទទួលដឹងដោយញាណទាំងនេះតែមួយមុខគឺជាការទទួលដឹងដោយសើតែប៉ុណ្ណោះខុងជឺយល់ច្រឡំទៅលើអ៊ីនហ៊ុយក៏ព្រោះតែរឿងនេះដែរមានតែការទទួលដឹងដោយញាណហើយយកវាមកចម្រាញ់ត្រិះរិះពិចារណាឲ្យវាទៅជាការទទួលដឹងតាមហេតុផលទើបអាចយកបរិភោគបានប៉ុន្មានបងប្អូនពេលដែលខ្ញុំអានដំបូងពេលដែលដល់ចំណុចដែលខុងជឺគាត់ងើបភ្នែកឡើងឃើញអ៊ីនហ៊ុយដួសបាយមកចុកមាត់ខ្លួនឯងហ្នឹងខ្ញុំគិតថាអូខ្ញុំយល់ច្រឡំទៅលើអ៊ីនហ៊ុយដែរប៉ុន្តែពេលគាត់បកស្រាយប្រាប់ពីមូលហេតុទៅបានដឹងថាអូតាមពិតទៅមិនមែនគាត់ចង់បរិភោគមុនអីទេប៉ុន្តែដោយសារតែមានអ្វីចូលក្នុងបាយមិនគាត់ដួសចេញហើយស្ដាយដោយសារដាច់បាយយូរមែនទេសាច់រឿងហ្នឹងយើងដឹងថាគាត់ដាច់បាយជាង7ថ្ងៃហើយអញ្ចឹងបើសិនវល្លិធ្លាក់ចូលបន្តិចចោលទៅគឺស្ដាយដាក់ចូលក្នុងពោះទៅវាចំណេញជាងសាច់រឿងនេះបង្រៀនខ្ញុំឲ្យឃើញពីការមើលទៅកាន់ទង្វើរបស់អ្នកដទៃគឺកុំឲ្យកាត់ទោសឬក៏វាតម្លៃទៅកាន់មនុស្សតែលើតែសម្បកក្រៅឬក៏ទៅលើតែទង្វើដែលគេធ្វើព្រោះយើងមិនដឹងថាមូលហេតុពីក្រោយនៃការអកប្បកិរិយារបស់មនុស្សម្នាក់គឺដោយសារអីទេយើងមិនដឹងពីមូលហេតុមិនដឹងពីស្ថានភាពរបស់គេអញ្ចឹងអ្វីដែលខ្ញុំរៀនគឺល្អមែនទែននៅក្នុងសាច់រឿងនេះមុននឹងយើងវិតម្លៃគេទោះបីជាយើងឃើញនឹងភ្នែកក៏ដោយទោះបីយើងលឺដល់តិចក៏ដោយប៉ុន្តែមុននឹងយើងជឿថានឹងគឺអញ្ចឹងយើងគួរតែយកមកត្រេះរិះពិចារណាគិតឲ្យដិតដល់ជាមុនសិនមុននឹងយើងជឿអ្វីដែលយើងជឿសាច់រឿងនេះពិតជាល្អហើយជួយលើកទឹកចិត្តមកកាន់ខ្ញុំខ្លាំងបាទអញ្ចឹងយ៉ាងណាមិញកម្មវិធីដេកស្ដាប់ podcast នៅក្នុងវគ្គនេះបានមកដល់ទីបញ្ចប់ហើយខ្ញុំបាននិទានរឿងជូនបងប្អូនដូចជាប្រហែល4រឿងឬក៏5រឿងទេអញ្ចឹងអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលតាមដានស្ដាប់នៅក្នុងកម្មវិធីនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាបងប្អូនទទួលបានចំណេះដឹងតិចតួចឬក៏ទទួលបានរៀនបានពីសាច់រឿងដែលខ្ញុំបាននិទាននៅក្នុងអត្ថន័យបង្កប់នឹងទោះបីតិចតួចក៏ដោយខ្ញុំសង្ឃឹមថាបងប្អូនទទួលបានខ្លះៗដែរអញ្ចឹងអរគុណសម្រាប់ការតាមដានស្ដាប់ហើយប្រសិនជាបងប្អូនចូលចិត្តប្រភេទមាតិកា content បែបនេះកុំភ្លេច subscribe នៅក្នុង
ក្នុង YouTube Channel របស់ខ្ញុំ Date Step Podcast ហើយកុំភ្លេច like វីដេអូនេះហើយ comment ពាក្យឬក៏ comment អ្វីដែលបងប្អូនរៀនបាននៅក្នុងសាច់រឿងនីមួយៗនេះផងដែរអរគុណសម្រាប់ការតាមដានស្ដាប់ហើយសង្ឃឹមថាជួបលោកអ្នកបងប្អូននៅក្នុងវគ្គក្រោយៗទៀត